ប៉ុន្តែស្រាប់តែចៃដន្យចំពុកជើងជះទឹកសម្លអញលើអ៊ីហ្នឹងអាលាកកប់ទៅហើយយើងនេះអត់មានបំណងទេសួរថាហ្នឹងវាជាស្អីគាត់ថាចៃដន្យអត់មានបំណងទេអាត្មាក្នុងពុទ្ធសាសនាព្រះលោកបង្រៀនយើងពាក្យថាហេតុហើយផលអត់មានចៃដន្យទេអាហេតុវាគ្រប់គឺវាកើតពុទ្ធសាសនាអត់មាននិយាយពាក្យចៃដន្យទេចៃដន្យជាភាសាដែលយើងនិយាយគ្នាទេរឿងគ្រប់យ៉ាងសុទ្ធតែមានហេតុឧមាដូចក្អែកអញ្ចឹងណាញោមព្រះសម្ដែងក្នុងសតនវេដកពីបុគ្គល3ពួកក្អែកមួយពួកលោក7អង្គមួយពួកហើយប្រពន្ធនាយសំពៅមួយពួកអាក្អែកនេះញោមមើលមកជីវិតរបស់វាមិនមែនមិនស្គាល់ពីរបៀបហើទេវាហើសេរីភាពរបស់វាមកជីវិតវាទេប៉ុន្តែដល់ពេលហ្នឹងស្រាប់តែសុកវាឈប់ហើលើមេឃវាទៅហើចូលវេលឆ្នាំងអ្នកស្រុកចាច់តិចហើយវេលឆ្នាំងមិនធំណាវេលឆ្នាំងគេដាំទឹកក្តៅទូតែមួយហ្នឹងហើយមិនបើវាសុកវាទៅហើចូលវេលឆ្នាំងហើយបើយើងអត់យល់ហេតុយើងទៅជាអាសត្វហ្នឹងថាវាឈួតវាអត់ឈួតទេវាដល់ពេលវាត្រូវចូលចឹងហ្មងហ្នឹងហើយពេលវេលាដែលវាដល់តែហេតុវាគ្រប់គឺផលវាកើតដោយសារអីអតីតគាត់ហ្នឹងជាកសិករគាត់ភ្ជួរគោហើយដល់ភ្ជួរគ្នាមកព្រឹកទៅថ្ងៃត្រង់ចឹងដល់ពេលប្រពន្ធយកបាយទៅញោមណាមុនមកអាមេរិកយើងធ្លាប់ភ្ជួរស្រែដឹងលីនឹងគាល់បាត់គោទៅតាំងពីព្រលឹមភ្ជួរចឹងទៅដល់ពេលថ្ងៃរសៀលបានប្រពន្ធយកបាយទៅឲ្យហើយដល់ប្រពន្ធយកបាយទៅឃើញប្រពន្ធយកបាយមកបញ្ឈរគោចោលកណ្ដាលស្រែហ្នឹងមកអង្គុយស៊ីបាយនៅលើភ្លឺស្រែហើយអាសត្វនេះគ្នាមានវិចារណញ្ញាណដែរណាញោមតែបាត់តែគ្នាជាសត្វគ្មានធម្មសញ្ញាមិនចេះនិយាយភាសាយើងហ្នឹងប៉ុន្តែវាមានចិត្តសត្វតិចជេរវាអត់ដឹងដូចឆ្កែញោមជេរវាមុខគ្មានរីកទេវាដឹងតែយើងជេរវាតែចឹងប្រើវាមកព្រឹកទៅថ្ងៃត្រង់វាមិនសុបាយចិត្តអីវាគិតគ្នាវាណាម្ចាស់ទៅស៊ីបាយលើភ្លឺស្រែវានិយាយគ្នាវាចូលម្ចាស់យើងក៏ចិត្តអាក្រក់អីចិត្តអាក្រក់ម្លេះប្រើយើងមកព្រឹកទៅថ្ងៃត្រង់ខ្លួនគាត់ចេះទៅស៊ីបាយផឹកទឹកវិញនិយាយគ្នាវាចេះទៅស៊ីបាយផឹកទឹកហើយយើងអត់ឲ្យសម្រាប់ไปឈរចោលយើងព្រមព្រៀងគ្នាថាពេលគាត់មកវិញយើងនាំគ្នាឈប់ដើរមិនទៅឈប់ដើរដល់វាព្រមព្រៀងគ្នាចឹងម្ចាស់ស៊ីបាយហើយទៅវាយវាឲ្យដើរអូនឹងគាត់ទៅឈប់អូវានៅថ្មឹងដល់ឈប់អូម្ចាស់វាខឹងវាយវាមិនដើរទៀតយកអាកបាត់ស្នៀតធម្មតាអ្នកជួស្រែគាត់មានអាកូនបថៅឬកបាត់ស្នៀតនៅចង្កេះសម្រាប់វាយស្នៀតនកលវាយឲ្យចូលពេលវាឃ្លៀតវាបើកវាគាត់វាយស្នៀតនកលចូលអញ្ចឹងយកអាកបាត់នៅចង្កេះនោះចាក់ផ្លូវវាហ្មងចាក់វាកាន់តែឈឺវាអត់ដើរវាលុតជង្គង់ទាំងពីរអ្នកនឹងផុកណាដល់ត្រង់មិនបានធ្វើអីមិនដើរធ្វើអីវាងើបវាយក៏ងើបចាក់កបាត់ហើយក៏មិនដើរក៏ងើបទៀតទៅទាញសបើទាញអស់មិនចាក់សាំងពោដុតគេទាំងរស់ទៅញោមហើយគ្រាន់តែខ្លួនឯងចូលភ្លើងនឹងទៅគេដុតនឹង499ជាតិអាជាតិទី500តែឯងនេះវាដល់ពេលរបស់វាត្រូវចូលភ្លើងយ៉ាងមកមិនបាច់អាណាចាប់វាដល់ចូលភ្លើងទេឃើញដោយសារអីហេតុពីមុនមកវាដុតគេទាំងរស់ហ្នឹងហើយវាមានហេតុចឹងដល់ពេលយើងសិក្សាអំពីធម៌របស់ពុទ្ធឲ្យល្អទៅយើងអត់ចេះកើតទុកជាមួយគេធ្វើអាក្រក់ដាក់យើងទេគឺយើងសប្បាយចិត្តទទួលយកហេតុអីបានមកថាឲ្យសប្បាយចិត្តទទួលយកតែកាលណាយើងកើតទុកក្រៅកាហាយទៅចោលមួយគេទៅទៀតហ្នឹងហើយវាអត់ចប់កាលណាយើងមិនពេញចិត្តទទួលយកផលដែលយើងបានសាងហើយណាអាហ្នឹងវាបដោះឲ្យយើងកាន់តែទទួលផលហ្នឹងបន្តទៀតពីព្រោះអីព្រោះយើងអភិជាបាតតោស័ព្ទមួយចឹងវាចងយើងទៅរហូតវិលចឹងញោមមើលវត្តដាក់ហ្នឹងវាវិលដូចជាដីជាប់នៅកង់រត់ហ្នឹងចឹងណាបើយើងខំប្រឹងចម្រាស់ខំប្រឹងលៀងវាទៅដីហ្នឹងវាជ្រះសាទៅវាឈប់វិលនៅជាប់នៅកង់រត់ហ្នឹងតែបើសិនជាយើងកើតអភិជាបាតតជាមួយអ្នកដែលសាងមិនល្អមកលើយើងវាវិលបន្តគ្នាចឹងមកយើងទាំងអស់គ្នាគួរគាត់បីតក់ស្លុតញោមតក់ស្លុតនៅអកុសលហ្នឹងគូសង្វេគណាញោមបើយើងយល់អំពីធម៌ពុទ្ធមែនតើអញ្ចឹងបាទអាត្មាអត់ទៅណារួចតាំងពី2ដល់ឥឡូវ40ហើយញោមឃើញដោយសារយល់អំពីធម៌ទៅគឺនឿយណាយពីជីវិតហ្នឹងនឿយណាយអំពីវត្តដាក់ហ្នឹងឯងប៉ុន្តែអញ្ចឹងមិនមែនអាត្មាព្រះអរហន្តទេថាខ្លួនឯងហ្នឹងថានឿយណាយពាក្យថានឿយណាយមានន័យថាអត់ចង់ទៅវិលរការជាប់ចម្ពាក់ទៅនៅក្នុងភពហ្នឹងទៀតទេមិនតាំងចិត្តថានៅអញ្ចឹងប៉ុន្តែមិនដឹងថាតាំងបានប្រមាណទេញោមអាហ្នឹងវាមិនទៀងទេបងណាវាដូចអាត្មាធ្លាប់និយាយរឿងគ្រប់យ៉ាងនៅក្នុងโลกនេះវាមិនទៀងទេពេលហ្នឹងយើងតាំងចិត្តចឹងតាំងពីក្មេងមកបានដល់ពេលវ័យប៉ុណ្ណឹងប៉ុន្តែចៃដន្យវាពេលវេលាណាមួយយើងវាមិនដឹងដំណើរជីវិតនេះអ្វីគ្រប់យ៉ាងមិនទៀងនៅពេលដែលមិនតន់មកដល់ដល់យើងយល់ធម៌ទៅយើងកាន់តែនឿយណាយពីជីវិតហ្នឹងធ្វើឲ្យចិត្តរបស់យើងហ្នឹងកាន់តែស្រឡះទៅលែងជាប់ចម្ពាក់ជាមួយរឿងនៅក្នុងโลกហ្នឹងច្រើនចឹងបានមកនៅខ្មែរមកមានស្អីមកឲ្យទៅគេអស់ខ្ញុំឃើញសកម្មភាពមកមើលសកម្មភាពវាយទៅឃើញមានស្អីយកទៅជួយគេអស់អត់ដែរទុកនៅខ្លួននេះហើយចិញ្ចឹមក្មេងចិញ្ចឹមលោកហើយរាល់ថ្ងៃនេះទុកបីមកមិននៅទីនេះហើយក៏នៅតែអាត្មាទទួលភារៈបង់ថ្លៃសាលាឲ្យលោកកាពីទូទាំងប្រទេសដដែលបងម្សិលយកម្សិលមិនបង់2អង្គតែនៅខែនេះ20អង្គជាងអាត្មាចង់រត់អត់រួចដែរព្រោះអង្គខ្លះសាលាថ្លៃហើយមួយឆ្នាំមានតែ600 500ហើយក្នុង4ឆ្នាំបញ្ចប់ក្នុងមួយអង្គហើយមកទល់ចាប់បង់ពី2020មកដល់2024នេះ3ឆ្នាំជាង4ឆ្នាំនេះ